ក្មេងស្រីនេះជាកូនបង្កើតត្រកូលសុងតែអ្នកបម្រើគ្រប់គ្នានាំគ្នាគេចពីនាងសូម្បីបងទី3ក៏ចូលចិត្តធ្វើបាបនាងដែរព្រោះនាងមានមាត់ឈុតពីកំណើតនាងថាអ្នកណាដួលអ្នកនោះឈរមិនបាន3វិនាទីទេឪពុកម្ដាយនាងក៏ស្លាប់ព្រោះមាត់នាងដែរទើបគ្រួសារសុងយកនាងទៅទុកនៅស្រុកស្រែតែមាត់ក្មេងស្រីនេះស័ក្តិសិទ្ធិណាស់អ្នកភូមិគិតថានាងជាក្មេងចង្រៃក៏នាំគ្នាបណ្ដេញនាងចេញពីភូមិនាងគ្មានជំរឿក៏ត្រឡប់មកផ្ទះត្រកូលសុងតែនាងមិននឹកស្មានថាបងទី3មិនស្វាគមន៍នាងភ័យណាស់ក៏ស្ទុះទៅចាប់ដៃបងទី3អង្វរឲ្យគេទទួលនាងផងធ្វើឲ្យអ្នកបម្រើភ័យបែកញើសព្រោះបងទី3ឆេវឆាវឲ្យប្រកាន់ខ្លួនណាស់មិនដឹងថាគេនឹងផ្ទុះកំហឹងពេលណាទេតែនឹកស្មានមិនដល់បងទី3មិនខឹងសោះបែរជាមានអារម្មណ៍ស្ងប់ចិត្តទៅវិញថែមទាំងលួចសប្បាយចិត្តទៀតក្មេងម្នាក់នេះគួរឲ្យស្រឡាញ់ដែរតើអ្នកប្រុស3នាងជាក្មេងចង្រៃណាចាប់នៅឲ្យឆ្ងាយពីនាងទៅអ្នកប្រុសភ្លេចហើយហេលោកម្ចាស់និងអ្នកស្រីស្លាប់ដោយសារនាងនឹងហើយហាមចិត្តទុនជាមួយនាងដាច់ខាតនិយាយដល់ឪពុកម្ដាយបងទី3ចាប់ដើមមួម៉ៅសំណាងល្អមិនទាន់បានខឹងផងបងប្រុសធំក៏មកដល់ទាន់ពេលທາງបងទី3គាត់មានជំងឺសរសៃប្រសាទគាត់មិនមែនចង់ខឹងឯងទេកុំប្រកាន់គាត់អីណាក្មេងស្រីលាន់មាត់បងប្រុសធំស្លូតបូតម្លេះតែហេតុអីត្រូវជិះរទេះរុញចឹងនាងក៏យកដៃទៅស្ទាបជើងរបស់គាត់ធ្វើឲ្យអ្នកបម្រើភ័យស្ទុះទៅរុញនាងចេញសុងគ្រប់គ្នាភ្ញាក់ផ្អើលដែលបងធំស្រាប់តែក្រោកឈរបានតែមួយភ្លែតក្រោយមកក៏អង្គុយវិញដដែលក្មេងស្រីអាណិតបងក៏អបជើងគាត់ហើយខំប្រឹងផ្លុំឲ្យគាត់ធ្វើឲ្យបងប្រុសរឿងមកម្នាក់នេះរំជួលចិត្តគាត់ក៏ប្រកាសភ្លាមថាពីថ្ងៃនេះទៅនាងជាកូនស្រីទី4នៃត្រកូលសុងបើអ្នកណាហ៊ានធ្វើបាបនាងដូចមុនទៀតនឹងត្រូវបណ្ដេញចេញពីផ្ទះចាស់បន្ទាប់មកគេក៏រៀបចំខោអាវស្អាតឲ្យនាងពេលតុបតែងខ្លួនហើយនាងស្អាតដូចទេពធីតាតូចភាពគួរឲ្យស្រឡាញ់នេះធ្វើឲ្យគ្រប់ខិនភ្លឹកគេក៏រៀបចំបន្ទប់គេងដូចព្រះនាងឲ្យនាងទៀតដើម្បីឲ្យនាងសម្រាប់តែនាងបែរជាយកសពអាក្រក់ក្នុងយកសពបងធំផឹកស្រាក្រហមមួយកែវហើយក៏ពោលឈាមស្លាប់ឯបងទី3ត្រូវពេទ្យឈួតចាប់ខ្លួនយកទៅក្មេងស្រីភ្ញាក់ពីគេងទាំងភ័យហើយរត់ចុះទៅក្រោមដើម្បីរកបងប្រុសທາງភ្ញាក់ហើយហេថ្ងៃនេះជាបុណ្យខួប80ឆ្នាំរបស់លោកតាចាំបន្តិចទៀតយើងទៅជួបលោកតាទាំងអស់គ្នាណាបងទី3ທາງមិនចង់ឲ្យបងស្លាប់ទេនិយាយស្អីហ្នឹងពួកយើងនៅល្អសោះអ្នកណាស្លាប់នាងក៏ប្រាប់រឿងយកសពឲ្យពួកគេស្ដាប់តែបងទី3មិនជឿទេថាគ្រាន់តែយកសពប៉ុណ្ណោះកុំគិតច្រើនពេកនាងគ្មានជំរឿក៏ផ្ដាំថាថ្ងៃនេះហាមផឹករបស់ដែលគេឲ្យដាច់ខាតបានចាំបងធ្វើតាមបងធំស្ដាប់ທາងជានិច្ចមិនយូរប៉ុន្មានពួកគេក៏មកដល់ពិធីបុណ្យសាច់ញាតិចាស់កំពុងរងចាំនៅទីនោះពេលឃើញបងធំនិងបងទី3មកដល់ក៏ចូលមកនិយាយឌឺដងភ្លាមឯងមកហើយអេថ្ងៃនេះទោះជាយ៉ាងណាក៏ជាថ្ងៃសិរីសួស្ដីរបស់ត្រកូលសុងឯងទាំងពីរនាក់មានសភាពបែបនេះកុំចេញមកធ្វើឲ្យខ្មាស់គេល្អជាងបងទី3លះហើយចង់ផ្ទុះកំហឹងតែທາງស្ទុះទៅខាត់ហាមនិយាយថាបងប្រុសខ្ញុំគ្រប់គ្នាទើបចាប់អារម្មណ៍ថាមានក្មេងតូចម្នាក់ដែរប្រហែលជាក្មេងមាត់ចង្រៃដែលគេល្បីហើយល្អណាស់បងធំពិការបងទី3ឈួតឥឡូវមកថែមមួយជើងក្អែកម្នាក់ទៀតគ្រូសាននេះពិតជាចង្រៃជុំគ្នាមែនបងទី3ខឹងស្ទើរតែស្ទុះទៅវីពួកគេតែត្រូវនាងខាត់ទៀតបងធំនិងបងទី3របស់ខ្ញុំល្អបំផុតមិនដូចពួកលោកទេនិយាយស្ដីអាក្រក់ប្រយ័ត្នមានកម្មពៀណាផ្លែនិយាយមិនទាន់ផុតពីមាត់ពួកមាត់អាក្រក់នោះក៏ទន់ជង្គង់លុតជង្គង់ផាំងធ្វើឲ្យភ្ញៀវទាំងអស់សាច់គៀកបងទី3ឥឡូវមិនមែនចូលឆ្នាំទេហេតុអីពួកគេលុតជង្គង់សំពីយើងທາងគ្មានអាំងប៉ាវឲ្យទេណាចប់ហើយខ្មាស់គេពេញពិធីឪពុកមីធំប្រញាប់ទៅគ្រាពួកគេឡើងប្រាប់ថាកុំប្រកាន់ចាំមើលបន្តិចទៀតនឹងឲ្យបងធំសង្វិញគាត់ក៏លើកស្រាក្រហមមួយកែវហុចឲ្យបងធំហាយួនចៅមិញនេះអ៊ំនឹងពូរបស់ឯងគ្រាន់តែលេងសើចទេឯងកុំប្រកាន់អីណាអ៊ំសុំប៉ះពៀមួយកែវនេះចាត់ទុកថាជំនួសមុខឲ្យពួកគេចុះបងធំនឹកឃើញពាក្យផ្ដាំរបស់ທາងនឹកស្មានមិនដល់ថាមានរឿងនេះមែនគាត់ក៏បដិសេធមិនព្រមផឹកខណៈដែលឪពុកមីកំពុងបង្ខំឲ្យផឹកលោកតាក៏ដើរចេញមកយឺសំលេងលោឡាតាំងពីចម្ងាយមានរឿងអីហ្នឹងឪពុកមីប្រញាប់ចាក់ប្រេងបន្ថែមភ្លាមថាក្មេងយល់ច្រឡំគ្នាខ្លួនខំលើកស្រាសុំទោសជំនួសមុខឲ្យគេតែយួនចៅមិនព្រមលើកលែងសោះនេះច្បាស់ជាមិនទុកមុខឲ្យលោកតាហើយថែមទាំងចោទបងទី3ថាឆេវឆាវរកវីចាស់ទុំទៀតផងធ្វើឲ្យបងទី3ខឹងជាថាចង់ងាប់អេលើកនេះលោកតាខឹងពិតមែនហើយបុណ្យខួបល្អសោះបែរជាមកបង្កបញ្ហាឪពុកមីបានដៃហុចកែវស្រាឲ្យបងធំម្ដងទៀតធ្វើជាចង់សាក់ប្រាប់ថាត្រូវចេះគោរពចាស់ទុំអញ្ជើញហើយហេតុអីមិនព្រមទទួលបើគេដឹងរឿងនេះគេនឹងថាកូនចៅត្រកូលសុងគ្មានការអប់រំពួកម៉ាក់មួយហ្វុងនេះចិត្តអាក្រក់ណាស់មនុស្សអាក្រក់ທາងមិនឲ្យពួកឯងធ្វើបាបបងធំទេយួនចៅគ្រាន់តែស្រាមួយកែវតើធ្វើតាមអ៊ំឯងទៅកុំឲ្យភ្ញៀវសាយយំអីខ្ញុំសុំយួនចៅឯងនៅគោរពចាស់ទុំទេសម្ដីតាក៏ឯងមិនស្ដាប់ដែរហេបងធំស្រានេះផឹកមិនបានទេក្មេងចង្រៃខ្ញុំព្រមនឹងឯងយូរហើយគ្មានសុជីវធម៌សោះស្រានេះលោកតាជាអ្នករៀបចំឯងហ៊ានវាបំបែកកែវចោលចង់ឲ្យលោកតាខឹងស្លាប់អេច្រឡះបើយួនចៅក្នុងនាមជាបងនាំនាងមកហើយហេតុអីមិនចេះប្រដៅនាងលោកតាបើខឹងដាក់ទោសខ្ញុំចុះគឺខ្ញុំជាអ្នកវាបំបែកកែវមិនមែនកំហុសបងធំទេក្មេងមាត់ចង្រៃនេះបំផ្លាញផែនការអស់សំណាងល្អខ្ញុំនៅមានគម្រោងផ្សេងលោកប៉ាកុំទាន់ឲ្យខឹងប្រយ័ត្នសុខភាពរឿងនេះទុកឲ្យខ្ញុំចាត់ការត្រកូលសុងរកស៊ីវត្ថុបុរាណរាប់ចំនួនកូនចៅត្រកូលសុងត្រូវតែចេះមើលរបស់បើធ្វើឲ្យយួនចៅខ្មាស់គេកណ្ដាលចំណោមទោះបីលោកតាស្រឡាញ់គេប៉ុណ្ណាក៏តំណែងអ្នកបន្តវេនមិនបានទៅគេដែរ